dương mà đo episode tí bấy này importใน logistics ต่อយើងបើយើងជាការយើងត្រូវក្នុងវិស័យ logistics យើងត្រូវដឹងផ្នែក import បើសិនជាយើងចង់ដឹងយើងចង់ប្រឡូកក្នុងវិស័យ logistics យើងត្រូវដឹង export និង import ដែរតោះ import យើងត្រូវដឹងយើងគួរតែដឹងផ្នែកខ្លះៗដូចតទៅ get the document from overseas ឬក៏ oversize អានោះមានន័យថាយើងត្រូវទទួលឯកសារពីខាងក្រៅប្រទេសimport គឺគេផ្ញើឯកសារពីក្រៅប្រទេសមកអាហ្នឹងដូចជាឧទាហរណ៍ពីជប៉ុនពីចិនពីអាមេរិកពីអីយើងត្រូវទទួលឯកសារពីខាងក្រៅហើយយើង print out យើង print ឯកសារដែលគេផ្ញើមកហ្នឹងឯកសារដែលគេផ្ញើហ្នឹងវាមានmaster bill house bill HBL correct or not យើងយកមកផ្ទៀងយើងយកមក print មកmaster ហើយនឹង house ហ្នឹងផ្ទៀងមើលវាត្រូវអត់យើងផ្ទៀងឈ្មោះ consignee shipper ចំនួនគីឡូចំនួនទូចំនួនគីឡូចំនួន CVM និងចំនួនកតុង description ហើយនឹងលេខកុងតឺន័រអីចឹងណាហើយនឹង ship on board អីចឹងទៅយើងផ្ទៀងវាចំណាំបើសិនបើជាយើងឆែក master beer ហើយនឹង house beer អត់ត្រូវគ្នាទេវាខុសវាឧទាហរណ៍ខុសចិត្តកន្លែងណាមួយយើងត្រូវផ្ដល់ព័ត៌មានហ្នឹងទៅខាង overseas យើងឲ្យដឹងឲ្យគាត់ revise master ឬក៏ revise house beer បន្តមកទៀត master ហើយនឹង house ត្រូវហើយយើងត្រូវ submit master beer គេហៅថា submit real consignee ទៅ real consignee ទៅ carrier អាហ្នឹងណា real consignee តមក carrier នៅកម្ពុជានឹងផ្ញើ pre alert master beer មកឲ្យយើងមុនថ្ងៃ arrival អញ្ចឹងពេលយើងផ្ញើ submit house beer ទៅគេនឹងផ្ញើ arrival មកឲ្យមុន3ថ្ងៃមុន arrival មកដល់អញ្ចឹងណាមកដល់ស្រុកខ្មែរបន្ទាប់មកគេផ្ញើ notice arrival ហើយនឹង port of clearance បន្ទាប់ពីយើង submit house beer នឹងទៅកប៉ាល់ហើយយើង submit ឲ្យតន់ deadline គេកុំឲ្យហួសម៉ោងកុំឲ្យ late ប៉ះសិនជាខុសអាហ្នឹងមានការគេពេលនឹងទីគេឆាចlet submit អីអាហ្នឹងយើងអ្នកទទួលខុសត្រូវអាហ្នឹងលុយកាក់អញ្ចឹងយើងត្រូវច្បាស់កន្លែងហ្នឹងយើងត្រូវតែ clear កន្លែងហ្នឹងឲ្យច្បាស់តមកកប៉ាល់គេនឹងផ្ញើ arrival notice ហើយនឹង pay TC សម្រាប់យើង payment ពេលយើងpayment ហើយបានគេ surrender អញ្ចឹងយើងអាចទៅដកឯកសារ DO ពីខាងកប៉ាល់បានហើយយើងធ្វើ DO delivery order DO ហ្នឹងគេពាក្យពេញវាគឺធ្វើ DO ហ្នឹងតមកយើងធ្វើរៀបចំ DO រៀបចំចំណាយ recharge អីទៅឲ្យ account ដើម្បីធ្វើ invoice charge ទៅឲ្យភ្ញៀវ consignee បន្តមកទៀតDO to consignee ហ្នឹងយើងត្រូវឆែកឲ្យច្បាស់ថាជា house BL ឬក៏ OBL មានថា original ហ្នឹងមានន័យថា shipper ឯ consignee ហ្នឹងគេអត់តន់ pay លុយគ្នាមានន័យថាពីរហ្នឹងគេអត់ຕົកចិត្តគ្នាអញ្ចឹងគេប្រើ OBL អញ្ចឹងតតាខាងស្រុកក្រៅគេផ្ញើ OBL ហ្នឹងគេនឹងផ្ញើមកឲ្យយើងពេលខាងភ្ញៀវគេមកដកឯកសារពីយើងគេនឹងឲ្យ OBL យើង3សន្លឹកអញ្ចឹងយើងត្រូវយកទៅយើង release ឯកសារឲ្យគេអាហ្នឹងករណីបើសិនជាគេមាន OBL បើសិនជាអត់ទេអាហ្នឹងគេប្រើ HBL អញ្ចឹងយើងដកឯកសារទៅឲ្យគេធម្មតាទៅបន្ថែមចំណុចមួយនេះទៅលើ import យើងត្រូវយល់ដឹងទៅលើមួយទៀតបើសិនជាគេឲ្យយើង apply permit គេឲ្យយើង clear ដូច export អញ្ចឹងណាយើងត្រូវ apply permit
នៅទីចាត់ការកយយើងត្រូវមានធមយើងត្រូវមានធីមម្នាក់ទៀតកាន់ផ្នែករត់ permit ហ្នឹងនៅទីចាត់ការដើម្បីទៅដើម្បីបញ្ចប់នៅក្នុងប្រព័ន្ធ system របស់កយអញ្ចឹងណាហើយ submit online permit ហ្នឹងវាស្តៀងនឹង export ដែរហើយឯកសារដែលពាក់ព័ន្ធដើម្បី apply permit ហ្នឹងវាអាស្រ័យទៅលើមុខទំនិញជាក់ស្ដែងរបស់រោងចក្រវាមានក្នុង CDC អត់បើអត់មានទេយើង apply បែបផ្សេងទៀតយើងអាចហៅបានថាចាតម្លៃហើយខ្ញុំចង់បន្ថែមថាបើយើងចង់ដឹងផ្នែកនេះឲ្យកាន់តែច្បាស់យើងត្រូវសួរអ្នកដែលកាន់ផ្នែក permit នឹងគាត់នឹងប្រាប់យើងថាឯកសារគាត់ត្រូវការឯកសារអីខ្លះដើម្បីរៀបចំឯកសារ apply នឹងអញ្ចឹងគាត់នឹងប្រាប់យើងថាមានឯកសារខ្លះជាទូទៅគាត់ត្រូវការលេខ CDC ចំនួន CDC លេខ CDC អញ្ចឹងហើយ invoice packing list ជាទូទៅរោងចក្រខ្លះគេធ្វើ invoice packing list យើងជារោងចក្រខ្លះគេឲ្យយើងធ្វើ invoice packing list ខ្លួនឯងបើគេឲ្យយើងធ្វើ invoice packing list ខ្លួនឯងយើងត្រូវផ្ទៀងទៅមុខទំនិញនៅលើ master bill ហ្នឹងវាណែនាំមុខទំនិញអីមកយើងមើលទៅមាននៅក្នុងនឹងអត់យើងកាត់អីហើយយើងធ្វើ invoice ហើយយើងផ្ញើទៅឲ្យខាងចាក់គាត់ផ្ទៀងគាត់ជួយពិនិត្យបន្ថែមការពារយើងធ្វើខុសឬក៏កាត់ stock គេលើសអីចឹងណាព្រោះ import វាស្មុគស្មាញជាង export ច្រើនហើយ import ក៏មានបែបបទ clear ដែរវា clear វាមាន3 mod ច្រកដូចគ្នា import វា clear by sea by air by truck by sea វាដឹកមកទៅកាត់តាំងពងសោមតាមផែនពេញដល់ពេល by truck វាដឹកតាមប្រវត្តិ mod ច្រកប្រវត្តិ by air វាតាមយន្តហោះហ្នឹងពលានតែមួយគាត់ហ្នឹងយើងទៅដកឯកសារធ្វើឯកសារ clear នៅមុខពលានទៅហើយចង់បញ្ជាក់បន្ថែមកន្លែងមួយទៀតគឺបើសិនជារោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវាទៅ clear 2តង់ clear នៅកំពង់ផែមួយដល់ពេលចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគេនឹង clear 1តង់ទៀតគេនឹងកັບសៀកយ1តង់ទៀតដើម្បីកាត់សៀលគេ clear នៅក្នុងតំបន់1តង់ទៀតអញ្ចឹងនឹង clear នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហើយ export វាមាន2 term វាមាន collect និង prepaid ប៉ុន្តែតែពេលនៅក្នុង import ក៏វាមាន term ដូចគ្នាដែរតែ term វាច្រើនវាមាន term DDU វាមាន CIS មាន term ច្រើនទៀតយើងទៅសួរអ្នកដែលគាត់ apply permit ឬក៏រោងចក្រលើអាហ្នឹងលើឲ្យបានជាក់ស្ដែងពេលមកអញ្ចឹងគេមាន note term នៅលើហ្នឹងហើយអញ្ចឹងយើងមើលបញ្ជាក់បន្ថែមទៅចំណុចហ្នឹងថាវាជា term អីដើម្បីបញ្ជាក់ឲ្យច្បាស់ការពារខុសអញ្ចឹង import សង្ខេបវាមានតែប៉ុណ្្នឹងទេបើមានកន្លែងណាបន្ថែមទៀតខ្ញុំនឹង update ទៅឲ្យអ្នកទាំងអស់គ្នាបន្ថែមទៀតសូមអរគុណពាក់ក្រោយខ្ញុំនឹងប្រាប់ពីការងាររបស់ Messenger អរគុណ